សូមឲ្យព្រះអង្គបកស្រាយលំអិតរឿងកម្មផលព្រោះខ្ញុំកណាស្ដាប់ពធយូរដែរហើយនៅតែស្រពេចស្រពិលរឿងកម្មផលច្បាស់មែនតែមានតែបុគ្គលពីរពួកទេទី1អរិយបុគ្គលបានច្បាស់ហើយទី2អ្នកចេះបរមត្ថធម៌ច្បាស់អាហ្នឹងបើវាច្បាស់កម្មផលខុសពីហ្នឹងមិនយល់ទេកម្មផលហ្នឹងទោះបីនិយាយបែកមេឃទៀតមិនយល់ដែរព្រោះអីបានថាមិនយល់តែមិនយល់បរមត្ថធម៌យល់កម្មផលមិនច្បាស់ទេព្រោះតួកម្មផលគឺតួបរមត្ថធម៌នឹងឯងតួកម្មផលមិនមែនសត្វមិនមែនបុគ្គលទេតួកម្មផលគឺជាតួបរមត្ថធម៌តួកម្មគឺបានដល់ពួកកុសលាកុសលកម្មឃើញទេពួកកុសលនិងអកុសលធម៌នឹងតួកម្មហើយតួផលគឺតួវិបាកចិត្តទាំងអស់ហើយនឹងកម្មច្ចរូបឯនឹងយើងចាត់ជាផលដែរបើយើងចង់យល់កម្មផលគឺត្រូវយល់អាហ្នឹងបើមិនយល់អាហ្នឹងកម្មផលហ្នឹងស្ដាប់រឿងកម្មផលប៉ុណ្ណាក៏នៅតែបន់ដែរឃើញទេហើយឲ្យតែទៅវត្តហ្នឹងបន់ស្រន់សុំសុកហ្នឹងអាត្មាថាមិនយល់កម្មផលហ្នឹងឯងណាទោះបីលោកទេសនាពីរឿងកម្មផលក៏អាត្មាថាមិនយល់ដែរតែមិនយល់បរមត្ថធម៌មិនយល់ទេកម្មផលហ្នឹង100ម៉ាស៊ីតាកន្លះសេននេះបើថាមិនរៀនបរមត្ថទេយល់កម្មផលហ្នឹងច្បាស់អ្នកយល់កម្មផលមានតែពីរប្រភេទទេគឺអរិយបុគ្គលអាហ្នឹងច្បាស់ហ្មង 100% អ្នកយល់បរមត្ថធម៌ច្បាស់អាហ្នឹងយើងអាចឲ្យថាយល់ 80% ឬ 70% អ្នកមិនយល់បរមត្ថបានសមោល 0.1% ចុះអត់ឲ្យដល់ 1% ផងអ្នកអត់យល់កម្មអ្នកអត់យល់បរមត្ថកុំទៅនិយាយរឿងកម្មផលយល់ទេបើយល់កម្មផលវាអស់ផ្សែងធូបពីវត្តទៅហើយបើធូបនៅតែហុយតលោមទេគ្មានទៅយល់កម្មផលស្អីទេនៅតែយល់បន់ស្រន់បានចេះបន់ស្រន់បានចោះនៅតែថ្វាយអង្គមសុំចេះថ្វាយអង្គមសុំចោះគ្មានទៅយល់កម្មផលអីទេអត់បើផលកម្មវាអ្នកផលិតហ្នឹងមានធូបអ្នកផលិតផលអីវាយល់កម្មផលមិនមែនកន្លែងព្រះអង្គមុខវាំងហ្នឹងហុយតលោមអញ្ចឹងទេហើយបើយល់កម្មផលក៏គ្មានប្រអិនបកោប្រព្រំណាមកបោកបានដែរព្រោះមនុស្សលែងសុំសុកហើយតែយល់កម្មផលមនុស្សលែងសុំសុកហើយក៏មិនខ្លាចទុកខុសទំនងដែរព្រោះបានកំណត់ដឹងទុកហ្នឹងច្បាស់ហើយអញ្ចឹងណាដូចជាកម្មដែលត្រូវរៀនគ្រាន់តែចេតនកកម្មគ្រាន់តែពួកកម្មដែលនាំឲ្យកើតផលក៏មាន4រឿងដែលត្រូវរៀនវាមានកម្មខ្លះឲ្យបច្ចុប្បន្នវាមានកម្មខ្លះឲ្យបដិសន្ធិវាមានកម្មខ្លះឲ្យក្នុងប្រវត្តិកាលវាមានកម្មខ្លះវាជាអហោសិកម្មហើយមានក្បួនខនាតត្រឹមត្រូវរៀនអញ្ចឹងបានផលរបស់កម្មហ្នឹងព្រះអង្គហៅថាអចិន្តយៈជារឿងដែលមនុស្សអត់រៀនហ្នឹងគិតមិនបានទេហ្នឹងហើយតែអង្គុយគិតអត់រៀនហ្នឹងឈួតអចិន្តយៈហ្នឹងប្រហែលតែរឿងមិនគួរគិតតែគិតខ្លាំងឈួតតែបើចង់យល់វាត្រូវរៀនទៅវាមិនឈួតទេមានក្បួនត្រឹមត្រូវតែបើអត់រៀនហើយទៅអង្គុយគិតអាចឈួតមិនទៅណហ្នឹងហើយបើយល់កម្មផលមនុស្សឈប់ធ្វើអាពិធីផ្សេងដូចពិធីរំដោះគ្រោះឈប់ធ្វើពិធីបួងសួងឈប់ធ្វើហ្នឹងបើយល់កម្មផលឈប់ធ្វើឈប់ឯងហ្មងណាមិនមែនបខំចិត្តអីព្រោះអញយល់កម្មផលអញមិនត្រូវធ្វើបើចិត្តចង់ធ្វើអត់ដូចគ្នាមនុស្សអត់ឈួតអត់ទៅនិយាយឧទាហរណ៍ថាយើងដឹងច្បាស់អញ្ចឹងណាគេនិយាយទូរស័ព្ទនេះមកដុំអញ្ចឹងដែរតែគេនិយាយពីព្រោះដឹងច្បាស់ថាវាមានសេវាវាមានស្អីនិយាយទៅវាលឺអញ្ចឹងមកគេនិយាយហើយស្រាប់ទៅយកដបទឹកមួយឃើញគេយកមកដុំយកមកនិយាយយើងយកដបទឹកមួយមកនិយាយមួយអ្នកនៅឆ្ងាយដែរយេឡូនិយាយមួយដបមានឈួត
ដឹងថាវាអត់មានផ្ដល់សម្លេងឲ្យទេអាហ្នឹងអត់ទេវាខ្វះរបស់សម្រាប់ផ្ដល់សម្លេងឲ្យដូចសុកទុកចឹងយើងទៅសុំពីធូបពីអីហ្នឹងអាហ្នឹងមិនធូបហ្នឹងមកឲ្យសុកយើងព្រោះតួបង្កើតផលគឺកម្មហើយតួកម្មស្អីគេគឺចេតនាកើតនៅក្នុងកុសលាកុសលកម្មកុសលនិងអកុសលចិត្តឯនោះទេហ្នឹងហើយខណៈតួរូបយើងហ្នឹងក៏គ្មានតាណាមួយជាតួផលិតកម្មដែរយើងលើកដៃទៅវាយទៅអីហ្នឹងអាតួដៃហ្នឹងវាជាពិចិត្រទេតួដៃហ្នឹងហ្មងគ្មានតួកម្មទេឃើញទេច្បាស់ចឹងណាអញ្ចឹងមិនពេលយើងដេកលក់ឲ្យយើងប្រមៀលខ្លួនទៅសកត់សัตว์ងាប់ហ្នឹងមានកម្មស្អីវាមានបាបអីវាមិនដឹងផងសូម្បីតែកាយហ្នឹងវាទៅសង្កត់សัตว์ឲ្យងាប់ប៉ុន្តែមិនមែនកម្មទេព្រោះចិត្តពេលហ្នឹងមិនមែនចិត្តធ្វើកម្មណាអត់ផងនោះកម្មនៅលើចិត្តដែរឃើញអត់កុំថាឡើយដល់របស់ខាងក្រៅដល់ធូបខាងក្រៅឧបករណ៍សែនព្រេនខាងក្រៅមកតួខ្លួនយើងនេះមករាងកាយនេះគ្មានតួកន្លែងណាមួយតួកម្មទេវាអត់មានទេតួកម្មគឺផ្លូវចិត្តទេគាត់ថាវាចេញទៅតាមសម្ដីយើងទៅចិត្តវាអ្នកបជាថាពាក្យជេរបចោតួពាក្យជេរបចោហ្មងមិនមែនកម្មទេមិនតួវិច័យកម្មទេអានោះជាវិច័យវិញ្ញាតប៉ុន្តែដោយសារចិត្តប្រើឲ្យជេរនោះអាតួចិត្តហ្នឹងឯងថាវិច័យកម្មហ្នឹងកម្មវាចេញទៅតាមមាត់តាមវាចាតែតួសម្ដីហ្នឹងមិនមែនតួកម្មទេមែនទេសំឡេងងាក់ហ្នឹងមិនមែនតួកម្មទេតែអាចិត្តឲ្យន័យនោះអាចិត្តគិតថាឲ្យចេញមិននោះអាហ្នឹងបានកម្មឃើញទេអាហ្នឹងខណៈរូបរាងកាយយើងទាំងមូលវាគ្មានជាតួកម្មផងចុះមុំរបស់ខាងក្រៅវាមានកម្មស្អីកើតហើយបើវាមិនមែនកម្មវាទៅផលិតផលមិនកើតអញ្ចឹងហើយបានអ្នកយល់កម្មផលវាលែងឃើញតម្លៃនៃការបន់ស្រន់នោះខ្សោះទៅទេមកវាខ្សោះមកខ្សោះទៅទេមកអានេះដូចយើងចង់ទៅយកដបទឹកសុទ្ធមួយទៅនិយាយទូរស័ព្ទអញ្ចឹងឈួរទៅអីទៅនិយាយមួយដបទឹកសុទ្ធវាអត់មានប្រព័ន្ធនេះផងនោះចុះដល់គេនិយាយមកនេះឈួរដល់ថាអត់ទេវាមានប្រព័ន្ធរបស់វាមិនគេនិយាយគេដឹងអញ្ចឹងណាដឹងអីគួរធ្វើដឹងអីមិនគួរធ្វើអញ្ចឹងហើយហ្នឹងហើយអញ្ចឹងបានពាក្យសម័យពលពតគេនិយាយថាពាក្យសម្ដីវាបញ្ជាក់ឲ្យវណ្ណៈសម្ភារៈវាបញ្ជាក់ឲ្យសតិអារម្មណ៍អញ្ចឹងខណៈឃើញមកដល់ដុតធូបបន់ស្រន់បួងសួងអាត្មាមិនបាច់មើលទេញោមមានចេះកម្មផលទេគេមកដល់សុំស្រោចទឹកឲ្យបន្តិចអូញោមមានយល់កម្មផលអីទេបាច់ទៅប្រឡងឯណាទេមិនបាច់ចូលបន្ទប់វាសួរមើលញោមយល់ពីកម្មអាត្មាមិនបាច់សួរទេកាលណាមកសុំពោសុំជ័យហ្នឹងដឹងថាញោមមានយល់កម្មផលអីទេអត់ទេដល់តែអាត្មាបញ្យល់ពីរឿងកម្មផលនឹងច្បាស់លាស់ចឹងទៅណោអ្នកឲ្យពិន្ទុទៅឲ្យពិន្ទុយេស៊ូវណោះលោកនេះមើលទៅដូចយេស៊ូវហើយយេស៊ូវអត់ដុតធូបអីណានៃអត់មានសែនព្រេនអីចឹងដែរចំទៅបាន credit យេស៊ូវទៅបងអើយពុទ្ធអ្នកបរៀនរឿងកម្មផលនឹងអុចច្បាស់ច្បាស់ជ្រេញហ្មងមិនមែនខិនឈប់ដោយសារទៅជឿអីថ្មីណាឈប់បន់ស្រន់ក្នុងលក្ខណៈជឿយល់កម្មផលណាមិនមែនឈប់ជឿអានេះបានសុខអានោះបានសុខហើយទៅជឿអីមួយទៀតដែលនាំឲ្យសុខអត់អញ្ចឹងទេអត់អញ្ចឹងទេហ្នឹងហើយនៅពេលដែលមនុស្សយល់កម្មផលពិតប្រាកដផ្ដោតទៅលើហេតុគួរធ្វើនិងហេតុមិនគួរធ្វើឯនោះទេមិនមែនថាអូឈប់ជឿបន់ស្រន់ខ្ញុំទៅជឿនេះវិញខ្ញុំទៅជឿនោះវិញពួកប្រែតពួកព្រាយពួកខ្មោចអីនេះខ្ញុំឈប់ជឿខ្ញុំទៅជឿព្រះនោះវិញបានព្រះនោះបានអាចជួយខ្ញុំបានអីណាដដែលជាដដែលទេអានោះnó អត់យល់កម្មផលដែរអញ្ចឹងពាក្យថាកម្មផលមួយម៉ែត្រនេះស្រួលនិយាយប៉ុន្តែមិនស្រួលយល់ទេតែបើយល់ហើយវាស្រួលខ្លួនណាស់អញ្ចឹងណាស្រួលនិយាយតែមិនស្រួលយល់ទេក៏ប៉ុន្តែបើយល់ហើយវាស្រួលខ្លួនណាស់ស្រួលកាយស្រួលចិត្តវាគ្មានសម្ពាធនៅក្នុងអាទិទេពណាទាំងអស់ក្បាលយើងតែនៅទូលអាទិទេពណាធ្ងន់ហើយ
តែនៅទូលព្រះណាក៏ធ្ងន់ដែរហ្នឹងហើយទៅឈប់ទូលព្រះណាបានលែងធ្ងន់ក្បាលនោះចឹងបានអាត្មាមើលឯកសារមួយសម័យបណ្ឌិតអំបេដកាដែលគាត់យកពុទ្ធសាសនាដើម្បីមកដឹកនាំសង្គមបន្សាបការប្រកាន់វណ្ណៈហ្នឹងបានវាប្រសាបមិនអស់ហើយនៅដល់ថ្ងៃគេសម្ភាសបាសកម្នាក់ជនជាតិឥណ្ឌាហ្នឹងគាត់តាំងមួយតាំងពីបានដើរតាមមាគាប្រពុតមកថាក្បាលគាត់ហ្នឹងដូចយកថ្មរាប់តោនចេញអញ្ចឹងណាវាស្រាលវាស្រួលវាធូរក្នុងហិណ្ឌូហ្នឹងគេឲ្យគោរពព្រះហ្នឹងវាតាមលំដាប់ព្រះនេះព្រះនេះព្រះនេះនោះមកជួមកល្វែងផ្ទះគាត់សិទ្ធិព្រះអញ្ចឹងណាព្រះនេះព្រះនេះព្រះនេះបើមិនថ្វាយអង្គមទៅវាចាញ់ឃើញទេគាត់ថាតើគាត់ថយមកសិក្សាពាក្យបង្រៀនរបស់ព្រះពុទ្ធមកគាត់ឈប់ដាក់ព្រះណានៅលើក្បាលគាត់ទៅថាវាធូរម៉េះធូរអត់ភ័យអត់ព្រួយទេបន្ថេនេះទៅព្រះបតោមិនធ្វើនោះទៅព្រះបតោអីចេះអត់ឃើញតួកុសលនិងអកុសលហ្នឹងវាច្បាស់នៅក្នុងចិត្តចឹងទៅឃើញតែហេតុគួរធ្វើហេតុនឹងមិនគួរធ្វើតែប៉ុណ្ណឹងស្អីទៅធ្វើទៅវាចម្រើនស្អីធ្វើទៅវាមិនចម្រើន